សូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំមានប្រធានបទមួយទៀតហើយពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់របស់យើងដែលប្រធានបទនោះគឺថាតើយើងគួរតែចិញ្ចឹមត្រីក្រាញ់ដោយកម្ពស់ទឹកប៉ុន្មានដើម្បីឲ្យត្រីក្រាញ់របស់យើងមានសុខភាពល្អមិនមានបញ្ហាផ្សេងៗកើតឡើងហើយទឹកមិនងាយស្អុយអញ្ចឹងមុននឹងចូលទៅដល់ប្រធានបទរបស់យើងខ្ញុំសួរបងប្អូនថាបានមើលវីដេអូពីខាងដើមហ្នឹងមិនដែរមានសកម្មភាពមួយនោះខ្ញុំចាប់ត្រីដោយប្រើបាវហើយមួយទៀតគឺខ្ញុំចាប់ថ្នមបានន័យថាខំថាំចិត្តមែនតើពីព្រោះតែខ្ញុំចាប់ត្រីក្រាញ់លើកណាក៏ជៀសមិនរួចពីរឿងមុតដែរបងប្អូនមុតរហូតបើមិនមុតដោយសាររឿងចាប់វាក៏មុតដោយសារយើងដើររើកផ្លោកឬអីចេញដល់ពេលដែលយើងលាងស្រះអាងតង់របស់យើងហ្នឹងគឺវាចាប់ផ្ដើមរត់មកបុកជើងឬក៏យើងច្រឡំលូកអីឬក៏ច្រឡំដើរអីស្រួលគឺមុតខ្លាំងតែម្ដងបងប្អូនព្រោះកន្លែងដូចជាថ្ពាល់របស់វាហ្នឹងមុតខ្លាំងដូចឡាមដូចកបិតអីអញ្ចឹងហើយខ្ញុំហ្នឹងរងគ្រោះសញ្ញយហ្នឹងចិញ្ចឹមត្រីមួយឆ្នាំជាងមកហ្នឹងត្រីក្រាញ់គឺខ្ញុំមុតត្រីដែងអត់ដែលបានមុតទេគឺចាប់ត្រីដែងចាប់អីអត់ពិបាកខ្លាំងទេប៉ុន្តែបើចាប់ត្រីក្រាញ់តើកាលណាយើងប្រើដៃប្រើអីចាប់វាហ្នឹងវាបញ្ហាសំខាន់ហ្នឹងគឺមុតហ្នឹងតែម្ដងហើយនឹងវីដេអូផ្សេងៗទៀតគឺខ្ញុំអត់បានថតចែកជូនបងប្អូនច្រើនទេគ្រាន់តែថែចែកជូនបងប្អូននៅវីដេអូនៃការដាក់ចំណីត្រីរបស់ខ្ញុំការដាក់ចំណីរបស់ខ្ញុំនេះគឺខ្ញុំដាក់លាយដោយយើងប្រើចកអាសាឡាបានច្រើនជាទីបំផុតហើយបន្ទាប់មកគឺយើងដាក់ចំណីបាវខ្លះដើម្បីឲ្យវាលាងមាត់ដែរហើយមិនតែប៉ុណ្ណោះខ្ញុំក៏មានដូចជាបាយលាយកតក់ក៏យើងដាក់ខ្លះដែរតែបើថាបាយលាយកតក់វាបញ្ហាមួយនោះគឺធ្វើឲ្យទឹករបស់យើងនឹងឆាប់ល្អហ្នឹងហើយមួយទៀតគឺយើងមានននងបាទមានផ្លែននងគឺយើងកាប់ចិញ្ច្រាំដាក់ឲ្យវាស៊ីហ្នឹងហើយចិញ្ច្រាំវាល្អិតទៅយើងដាក់ឲ្យវាស៊ីបានយើងធ្វើដែរដូចនេះដូចខ្ញុំបានរៀបរាប់ពីវីដេអូមុនអញ្ចឹងថាយើងកាត់បន្ថយនៅការចំណាយរបស់យើងបានច្រើនពីព្រោះតែកាលណាយើងចំត្រីដែលដាក់ចំណីសុទ្ធនោះវាធ្វើឲ្យចំណាយរបស់យើងចំណាយច្រើនជួនកាលការចិញ្ចឹមរបស់យើងនឹងវាអាចមានការខាតច្រើនគួរសមប៉ុន្តែបើសិនជាយើងដាំចកអាសាឡាយបានច្រើននោះប្រកាសណាស់ថាយើងនឹងអាចមានការចំណេញបានច្រើនគួរសមដែរអញ្ចឹងយើងចូលមកប្រធានបទរបស់យើងតែម្ដងគឺពាក់ព័ន្ធជាមួយថាតើយើងគួរតែដាក់ទឹកកម្ពស់ណាកម្ពស់ប៉ុន្មានដើម្បីឲ្យការចិញ្ចឹមត្រីក្រាញ់របស់យើងនឹងវាល្អចំពោះការរៀបរាប់ចែកជូនបងប្អូននៅពេលនេះគឺយោងទៅលើបទពិសោធន៍ដែលខ្ញុំបានធ្វើការសាកល្បងជាច្រើនដងនៅការដាក់ទឹកបញ្ចូលទៅក្នុងអាងស្រះតង់របស់យើងណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំធ្លាប់បានដាក់កម្ពស់ដូចជាកន្លះម៉ែត្រខ្ញុំដាក់6ទឹក7ទឹកអីអញ្ចឹងទៅដើម្បីចង់ដឹងថាតើនៅពេលដែលយើងដាក់កម្ពស់ទឹកណាមួយថាតើវាមានឥទ្ធិពលវាមានផលប៉ះពាល់ឬក៏វាមានផលល្អយ៉ាងដូចម្ដេចទៅលើការចិញ្ចឹមត្រីរបស់យើងនឹងអញ្ចឹងខ្ញុំបានស្រាវជ្រាវមួយទៀតគឺពាក់ព័ន្ធជាមួយទៅនឹងការជីកស្រះដោយយើងប្រើជាលក្ខណៈថាស្រះដីណាមានបងប្អូនខ្លះគាត់ជីកស្រះដោយប្រើអិចឬក៏ជីកដោយដៃដោយស្រះរបស់គាត់នឹងគឺជាស្រះដីហើយគាត់ស្តុកទឹកដើម្បីចិញ្ចឹមត្រីតែម្ដងអញ្ចឹងចំពោះការរៀបរាប់នៃការបញ្ចូលទឹកនៅកម្ពស់ទឹកដែលយើងអាចចិញ្ចឹមត្រីក្រាញ់នៅថ្ងៃនេះខ្ញុំសូមសង្ខេបដោយ2ចំណុចសំខាន់ទី1គឺពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់ដោយប្រើស្រះធម្មជាតិដែលយើងអាចនិយាយបានថាជាស្រះដែលបងប្អូនប្រើអិចឬក៏ប្រើអីកាយឬក៏ជីកដើម្បីចិញ្ចឹមត្រីដោយផ្ទាល់ជាមួយទៅនឹងស្រះដែលដាក់ដីបាទចំពោះកម្ពស់ទឹកស្រះប្រភេទនេះខ្ញុំអត់មានបទពិសោធន៍ផ្ទាល់ទេបងប្អូនប៉ុន្តែមុននឹងខ្ញុំចាប់ផ្ដើមចិញ្ចឹមត្រីក្រាញ់នេះខ្ញុំបានធ្វើការស្រាវជ្រាវដោយអាននៅសៀវភៅកសិកម្មជំនាន់មុនណាហ្នឹងហើយខ្ញុំស្វែងរកនៅក្នុង Google ស្វែងរកនៅក្នុង YouTube របស់យើងហ្នឹងក៏មាននៅការប្រាប់មកថាខ្ញុំបានអានចំចំណុចហ្នឹងគេថាចំពោះស្រះធម្មជាតិប្រភេទហ្នឹងគឺយើងដាក់កម្ពស់ពី2ទៅ3ម៉ែត្រហ្នឹងហើយអានេះជាការល្អដោយសារតែត្រីក្រាញ់បើនិយាយអស់ទៅវាត្រូវការទឹករាងជ្រៅគួរសមដែរប៉ុន្តែសូមបញ្ជាក់ជូនបងប្អូនម្ដងទៀតថាខ្ញុំអត់មានបទពិសោធន៍នៅក្នុងការចិញ្ចឹមស្រះបែបហ្នឹងទេហ្នឹងហើយនេះគ្រាន់តែជាការស្រាវជ្រាវរបស់ខ្ញុំក្រែងលោបងប្អូនដែលគាត់មានស្រះជីកដោយប្រើអិចកាយឬក៏ជីកដោយដៃជ្រៅដែលស្តុកទឹកផ្ទាល់ជាមួយនឹងដីហ្នឹង
គាត់អាចស្ដាប់នៅវីដេអូមួយនេះហើយគាត់អាចធ្វើការសាកល្បងឬក៏ស្រាវជ្រាវបន្ថែមបានដោយឡែកអ្វីដែលខ្ញុំចង់ចែករំលែកជូនបងប្អូនមែនទែនទៅនេះពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់ដោយប្រើអាងតង់របស់យើងពីព្រោះអាងតង់របស់យើងមិនអាចថាយើងជីកនៅជម្រៅមួយដែលជ្រៅហើយយើងដាក់ទឹកចូលទេព្រោះដោយសារយើងប្រើទឹកអណ្ដូងគឺវាមានលទ្ធភាពនៃការផ្ដល់ទឹកមកហ្នឹងគឺវាមានចំនួនកំណត់ដែរគ្រាន់តែថាបើកាលណាយើងចិញ្ចឹមទឹកដាក់ទឹករាក់ពេកវាធ្វើឲ្យទឹករបស់យើងងាកស្អុយអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងដូចពីខាងដើមខ្ញុំបានសង្ខេបជូនបងប្អូនថាខ្ញុំបានសាកល្បងនៅកម្ពស់ទឹកមាន5ទឹកមាន6ទឹកហើយនិង7ទឹកបងប្អូនគិតថាតើជម្រៅមួយណាដែលល្អសម្រាប់បងប្អូនហ្នឹងហើយបើសម្រាប់បទពិសោធន៍របស់ខ្ញុំយកជ្រៅជាងគេហ្នឹងហើយ7ទឹក7ទឹកនេះគឺសមរម្យនឹងមួយអាទិត្យយើងអាចសម្អាតម្ដងវាលើសគ្នាតែ1ទឹក2ទឹក3ទឹកទេប៉ុន្តែអាការប្រែប្រួលទឹកដែលវាធ្វើឲ្យទឹកឆាប់ស្អុយហ្នឹងក៏វាទៅតាមនឹងដែរបងប្អូនអញ្ចឹងអាងតង់របស់យើងកម្ពស់1ម៉ែត្រ1ម៉ែត្រទៅ1ម៉ែត្រ1ទឹកឬក៏1ម៉ែត្រ2ទឹកអញ្ចឹងយើងដាក់ទឹកហ្នឹងជម្រៅ7ទឹកគឺជាការសមល្មមថាមូលហេតុដែលយើងមិនដាក់ឲ្យពេញពីព្រោះតើកាលណាយើងដាក់ឲ្យពេញពេកលទ្ធផលដែលយើងទទួលបានហ្នឹងគឺបញ្ហានៅពេលដែលមានមេឃភ្លៀងឬក៏ជួនកាលអត់មេឃភ្លៀងក៏ថាវាលោតដែរហ្នឹងហើយត្រីក្រាញ់នេះបើនិយាយពីបញ្ហាវាមួយទៀតហ្នឹងគឺវាចូលចិត្តលោតចេញពីអាងតង់ពីស្រះរបស់យើងនឹងណាស់កន្លងមកខ្ញុំមានបទពិសោធន៍អត់ល្អជាច្រើនដែលมันមានការទប់ស្កាត់តហ្នឹងណាគឺនៅពេលដែលមានមេឃភ្លៀងវាលោតឆ្លងឡើងចូលទៅក្នុងស្រះត្រីដណ្ដែងកន្លងមករហូតដល់មានងាប់ហ្នឹងហើយពេលដែលចូលទៅដល់ស្រះត្រីដណ្ដែងវាធំឃើញត្រីក្រាញ់វាដេញស៊ីដល់ពេលវាដេញស៊ីមានណាស្លាកជាប់ទៅងាប់ទាំងអស់អាត្រីដណ្ដែងរបស់យើងមួយចង់ចូលជាងកន្លះគីឡូអីវាមកស៊ីអាត្រីក្រាញ់1 2 3ខាំហ្នឹងមានអីហ្នឹងហើយវាស្លាកទៅអាហ្នឹងជាបញ្ហាប្រឈមមួយដែរដែលបងប្អូនអ្នកចិញ្ចឹមត្រីមិនថាខ្ញុំមិនថាបងប្អូនគួរគិតពិចារណានៅការរៀបចំឲ្យបានល្អប្រសើរបើសិនជាបងប្អូនមានការចិញ្ចឹមត្រីក្រាញ់ហើយនិងត្រីដណ្ដែងចិត្តគ្នានេះខ្ញុំសូមរំលឹកជូនបងប្អូនទៅហើយអញ្ចឹងជាសង្ខេបមកវិញនៅក្នុងវីដេអូនេះខ្ញុំចង់សង្ខេបជូនបងប្អូនទៅថាកម្ពស់ទឹកសម្រាប់ខ្ញុំបើសិនជាបងប្អូនយកទៅធ្វើតាមក៏បានគឺខ្ញុំដាក់កម្ពស់7ទឹកហ្នឹងហើយជាការសមស្របចំពោះការចិញ្ចឹមរបស់ខ្ញុំដែលការប្រាប់របស់ខ្ញុំនេះមិនមែនខ្ញុំជាគេហៅថាអ្នកកសិកម្មទេគឺឆ្លងកាត់នៅបទពិសោធន៍ដែលខ្ញុំបានសាកល្បងហើយវីដេអូនេះក៏ចែករំលែកជូនបងប្អូនមួយចំនួនហ្នឹងហើយដែលគាត់ចង់មើលចង់ចេះចង់សាកចង់ចិញ្ចឹមតាមហើយក៏មានកន្លងមកក៏មានបងប្អូនខ្លះហ្នឹងគាត់ក៏រិះគន់ដែរថាវីដេអូខ្ញុំហ្នឹងវែងឬក៏វីដេអូខ្ញុំនិយាយទៅវាពីនេះពីនោះដែរអញ្ចឹងក៏សូមមានការអធ្យាស្រ័យដែរពីព្រោះតែការនិយាយគឺបងប្អូននឹងស្រាប់ហើយមិនដែរពីណាមកនិយាយផ្លុកចំដាក់ប៉ាំងមកវាអត់មានការនិយាយណាមួយដើម្បីជាចំណាប់អារម្មណ៍ដែរអញ្ចឹងចំពោះខ្ញុំតែងតែទាញចំណាប់អារម្មណ៍បងប្អូនរឿងនេះបន្តិចរឿងនោះបន្តិចយើងចូលសាច់រឿងរបស់យើងហើយចប់ហ្នឹងហើយដើម្បីចែករំលែកជូនបងប្អូនទាំងអស់គ្នាជាការសន្តាប់ហ្នឹងហើយសូមអរគុណសូមជម្រាបលាចំពោះប្រធានបទរបស់យើង